ព្រៃលេងនៅបាត្រា 6A បង្ហាញលទ្ធផលដោះស្រាយឲ្យអតិថិជនដែលសម្របសម្រួលរបស់ក្រសួងដែនដីនិងស្ថាប័នពាក់ព័ន្ធក្នុងស្ថានភាពសេដ្ឋកិច្ចមានការលំបាកខ្លាំងបុរីលេងនៅបាត្រា 6A បានបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយជូនអតិថិជនក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងស្ថាប័នពាក់ព័ន្ធក្នុងស្ថានភាពសេដ្ឋកិច្ចពិតជាមានការលំបាកខ្លាំងបន្ទាប់ពីរងការផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃសេដ្ឋកិច្ចពិភពលោកនិងសង្គ្រាមបើតាមការបញ្ជាក់នៅថ្ងៃទី10ខែមករានេះបុរីលេងនៅបាត្រាបានបន្តសកម្មភាពនៃការសាងសង់និងអតិថិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់បុរីក៏សូមគោរពអរគុណពុកម៉ែបងប្អូនដោយក្តីអនុគ្រោះនិងយោគយល់ក្នុងកលៈស័កដ៏លំបាកនេះយោងលើកំណត់ហេតុប្រជុំចុះនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅស្តីទីការក្រសួងហើយក៏មកដល់ពេលនេះក្រុមហ៊ុនបានបន្តខិតខំដោះស្រាយផលិតផលដូចខាងក្រោមចំណុចទី1ទីតាំងឡូ87ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹកភ្លើងបន្ថែមរួចរាល់ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅនិងសាងសង់ផ្សេងៗចំណុចទី2គម្រោងដីឡូជ្រែ100បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេដោយក្រុមហ៊ុនកំពុងចាក់នៅប្លុក C បំពេញបន្តិចសិនដោយឡែកអតិថិជនទិញផ្ទះក្រុមហ៊ុនកំពុងដោះស្រាយពួកគាត់ភាគច្រើនសុំប្តូរទីតាំងគម្រោងបុរី 6A បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ46ប៉ុណ្ណោះចំណុចទី3ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃបច្ចុប្បន្នកើនបាន 85% នៅសល់ត្រឹមតែ 15%ប៉ុន្តែចំពោះទីតាំងដែលត្រូវចាក់ហើយបន្ទាប់ពីពេញកូដរួចរាល់ក្រុមការងារនឹងគូសឡូដែលនៅសល់ប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរចំណុចទី4ប្លុកវេលាថៃ87គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង 90% ហើយប្លុកនេះគឺបានរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូការដំណើរការសាងសង់បន្តគឺត្រៀមនឹងចូលឆាប់ៗនេះចំណុចទី5អតិថិជនបង់រំលោះសុំផ្អាកការបង់ប្រាក់ក្រុមហ៊ុនបានយល់ពីការលំបាករបស់អតិថិជនដូចនេះក្រុមហ៊ុននឹងពិនិត្យលើស្ថានភាពជាក់ស្ដែងជូនហើយក្រុមហ៊ុនបច្ចុប្បន្នក៏មានការលំបាកដូចគ្នាដូច្នេះស្នើសូមអតិថិជនដែលមានលទ្ធភាពមេត្តាបង់ប្រាក់បន្តចំពោះទីតាំងដែលបានសាងសង់ចំណុចទី6អតិថិជននៅប្លុកវិឡា533ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងស្វះស្វែងរកកញ្ចប់ថវិកាដើម្បីត្រៀមក្នុងការដំណើរការសាងសង់ឆាប់ៗនេះសម្រាប់ចំហរបស់បុរីគឺឈរលើគោលការណ៍សាងសង់បញ្ចប់ជូនពុកម៉ែបងប្អូន 100% បុរីលេងនៅវត្រាមានផ្ទះសាងសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដោះដូរយើងគណនាថែមថយតាមតម្លៃជាក់ស្ដែងបុរីលេងនៅវត្រាក៏មានជម្រើសជជែកជូនពុកម៉ែបងប្អូនឈរលើគោលការណ៍មិនឲ្យខាតបង់នៅអត្ថប្រយោជន៍ពុកម៉ែបងប្អូនឡើយ1សម្រាប់អតិថិជនប្លុកវិឡា B533 អតិថិជនបញ្ចប់ការសាងសង់ដោយខ្លួនគឺសម្របសម្រួលបានដី2ឡូទំហំ 10x17 ម៉ែត្រក្នុង1ឡូគឺ 6A 1ឡូនិងព្រះប្រសព1ឡូអតិថិជនដោះស្រាយបញ្ចប់ដោះដូរគឺសម្របសម្រួលបានដី4ឡូទំហំ 10x17 ម៉ែត្រក្នុង1ឡូគឺ 6A 2ឡូនិងព្រះប្រសព2ឡូ2សម្រាប់អតិថិជនប្លុក B ប្រភេទផ្ទះ E0 E1 អតិថិជនសាងសង់បញ្ចប់ខ្លួនឯងគឺសម្របសម្រួលទទួលបានដី2ឡូទំហំ 4.1x18 ម៉ែត្រនៅដី 6A